Swakom makan channel Khmer New Reader សូមជួយ like និង Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗបាទលំអោនកាយគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាបាទខ្ញុំបានមានព័ត៌មានថ្មីមួយទៀតហើយដែលតាក់ទងទៅនឹងចឹងផងនៅថ្ងៃលោកនីរតនាចូលរោងការស្រាប់តែលោកខីសខុនបោះពាក្យសម្ដីមួយឃ្លាហើយធ្វើឲ្យលោកនីរតនាតបវិញថាចុចបាទចឹងយើងចង់ដឹងថាតើលោកខីសខុនបានប្រើពាក្យពេចន៍អ្វីនៅថ្ងៃមង្គលការរបស់នីរតនាទើបធ្វើឲ្យនីរតនាធ្វើការឆ្លើយតបវិញភ្លាមប្រិយមិត្តនៅចាំបរិសង្ហាញញឹមស្រស់ត្រូវជាអតីតបេក្ខភាពប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី2គឺលោកខីសុខុននោះទេលោកខីសុខុនត្រូវជាកូនក្រុមរបស់លោកឆនសវណ្ណរាជហើយក៏ត្រូវជាបេក្ខភាព Top 4ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី2នេះផងដែរទោះបីជាបរិសង្ហាថ្មិញសញញឹមរស់ស្រស់នេះមិនបានទទួលជ័យលាភីក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះក៏ដោយតែលោកទទួលបានការគ្រប់គ្រងនិងចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនមិត្តយុវវ័យព្រមទាំងមហាជនក្រុមមជ្ឈដ្ឋានផងដែរដែលឡែកពេលវេលាកំណត់ចូលរោងជ័យរបស់តារាចម្រៀងប្រុសប្រចាំផលិតកម្មហងមាសថែមទាំងមានជាអ៊ុនខ្ពស់លោកនីរតនាបានចូលមកដល់ខណៈពេលនេះគេក៏បានឃើញមានតារាប្រុសស្រីរួមត្រនំហងមាសនិងតារាសម្ដែងជាច្រើនបានអញ្ជើញចូលរួមក្នុងឱកាសនេះដើម្បីចូលរួមជាភ្ញៀវកិត្តិយសព្រមទាំងសារជូនពរយ៉ាងច្រើនហូរហែប៉ុន្តែក្នុងនោះដែរគេក៏បានសង្កេតឃើញតារាចម្រៀងសម្លេងធ្ងន់សង្កត់ចិត្តអ្នកស្ដាប់នោះគឺលោកខីសុខុនក៏មានវត្តមានក្នុងពិធីជ័យមង្គលរបស់គូស្វាមីភរិយាមកគឺនេះផងដែរគ្រាន់តែទៅដល់ភ្លាមស្រាប់តែតារាចម្រៀងសម្លេងធ្ងន់រូបនេះក៏បានបោះសម្ដីផ្លែផ្កាទៅកាន់លោកនីរតនាភ្លាមបង្ហាញរូបថតរូបជាមួយកូនកំលោះដ៏ស្រស់សង្ហាឯខ្លួនញញឹមចេញថ្មិញសស្គូម្ចាស់បត់ធ្វើម្ដេចយើងក្រក៏បានដាក់សារខ្លីមួយឃ្លាតែមានអត្ថន័យជ្រាលជ្រៅថាតឲ្យសិនចុះលបងពាក្យពេចន៍ទាំងនេះត្រូវបានមហាជនមានភាពងឿឆ្ងល់ថាតើអត្ថន័យទំនងនេះមានន័យយ៉ាងដូចម្ដេចហើយក៏មានអ្នកលេង Facebook ម្នាក់ក៏បានលើកឡើងថាហាក់ដូចជាមិនយល់ន័យហើយក៏បានសរសេរថាអត់យល់ទេបងខុនយ៉ាងណាមិញក៏ត្រូវបានម្ចាស់គណនី Facebook មួយផ្សេងទៀតក៏បានបង្ហាប្រាប់ឲ្យដឹងថាពាក្យពេចន៍ទាំងនេះគ្រាន់តែជាពាក្យពេចន៍បែបនិយាយលេងសើចនោះទេហើយលោកខីសុខុនក៏មានគូដណ្ដឹងដែលបានភ្ជាប់ពាក្យរួចមកហើយក៏តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាទៀតផងរងចាំតែថ្ងៃពិសេសចូលមកដល់នោះទេគួរបញ្ជាក់ផងដែរថាសារដែលលោកខីសុខុនបានបង្ហោះនោះក៏ត្រូវបានលោកនីរតនាឆ្លើយតបទៅវិញភ្លាមថាអរគុណសម្លាញ់ដែលបានចូលរួមនេះគឺជាពាក្យសម្ដីផ្លែផ្កាជាលក្ខណៈលេងសើចរបស់លោកខីសុខុនជាតារារួមត្រនំជាមួយនឹងលោកនីរតនាបាននិយាយលេងទៅកាន់លោកនីរតនានៅពេលថ្ងៃជ័យមង្គលរបស់លោកហើយក៏ត្រូវបាននីរតនាតបទៅវិញភ្លាមថាសូមអរគុណសម្លាញ់ដែលបានចូលរួមផងដែរពិតជាគួរឲ្យរំភើបចិត្តចំនួននីរតនាក៏ដូចជាខីសុខុននឹងត្រៀមដល់ថ្ងៃចូលរោងនៅពេលខាងមុខឆាប់នេះឥឡូវនេះយើងបន្តទៅរឿងមួយទៀតដែលតាក់ទងទៅនឹងញាក់សាច់ក្រៅពីកម្ពុជាតារាល្បីស្ទើរតែមួយប្រទេសមកចូលរួមក្នុងពិធីមង្គលការលោកនីរតនាក៏មានវត្តមានកម្ពុជាថ្នាក់ដឹកនាំផងដែរដែលធ្វើឲ្យចុចចឹងយើងចង់ដឹងថាតើកម្ពុជាថ្នាក់ដឹកនាំរូបណាដែលបានចូលរួមក្នុងកម្មវិធីមង្គលការរបស់នីរតនាតាមដានទាំងអស់គ្នាដោយដែលប្រិយមិត្តបានដឹងរួចមកហើយអំពីព្រឹត្តិការណ៍នៃពិធីមង្គលការរបស់តារាចម្រៀងប្រចាំផលិតកម្មហងមាសគឺលោកនីរតនាដែលជាមង្គលការដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនដោយចង់ឃើញទស្សនវិជ្ជានៃពិធីមង្គលការនោះព្រោះថាលោកនីរតនាគឺជាតារាល្បីក្នុងពិធីមង្គលការលោកនីរតនាឃើញថាបានរៀបចំយ៉ាងស្រស់ស្អាតដោយសម្អាងការគឺពិតជាមានការតុបតែងបានយ៉ាងស្អាតខ្លាំងណាស់ដោយលោកនីរតនាបានចំណាយលុយចំនួន$8,000ក្នុងការជួលសម្អាងការមួយនេះដោយតម្លៃនេះគឺជាតម្លៃស្គាល់គ្នាផងបើពុំដូច្នោះទេគឺនឹងមានតម្លៃថ្លៃជាងនេះទៅទៀតហើយនៅពេលល្ងាចវិញលោកនីរតនាបានហៅភ្ញៀវមកចូលរួមចំនួន100តុដែលមានតម្លៃចន្លោះពី$2,700ទៅ$3,000ក្នុងនោះផងដែរកាលពីយប់មិញនេះយើងឃើញមានវត្តមានសុទ្ធតែតារាល្បីក្នុងប្រទេសកម្ពុជានិយាយឲ្យចំទៅគឺតារាស្ទើរតែទូទាំងប្រទេសបានមកចូលរួមក្នុងពិធីមង្គលការ
របស់លោកនីរតនាមិនត្រឹមតែមានវត្តមានកម្ពុជាតារានោះទេបាទក្នុងពិធីការរបស់លោកនីរតនាក៏មានវត្តមានកម្ពុជាថ្នាក់ដឹកនាំផងដែរគឺលោកអាយឧត្តមហ៊ុនម៉ាណែតដែលជាកូនប្រុសច្បងរបស់សម្ដេចតេជោហ៊ុនសែនដែលធ្វើឲ្យពិធីមង្គលការរបស់លោកនីរតនាកាន់តែអធិកអធមមួយកម្រិតថែមទៀតផងបាទជារឿងមួយដែលគួរឲ្យរំភើបសប្បាយរីករាយជំនួសនីរតនានិងភរិយាដែលមិនត្រឹមតែមានតារាល្បីៗស្ទើរតែបាទមួយប្រទេសកម្ពុជាចូលរួមនោះទេថែមទាំងមានថ្នាក់ដឹកនាំកម្ពុជាចូលរួមថែមទៀតផងបាទឥឡូវនេះយើងបញ្ចប់ព័ត៌មានមួយនេះតែត្រឹមនេះហើយសូមបាទមកតាមដានព័ត៌មានថ្មីមួយទៀតឲ្យតាក់ទងទៅនឹងបាទក្រោយពីបាត់មុខមួយរយៈធំស្ងាត់សឹមថៃណាត្រឡប់មកវិញជាមួយបទចម្រៀងថ្មីមួយដែលចេញក្នុងពេលឆាប់នេះបាទចឹងយើងចង់ដឹងថាតើវត្តមានត្រឡប់មកវិញរបស់សឹមថៃណាមានអ្វីប្លែកបាទតាមដានទាំងអស់គ្នាសឹមថៃណាក្រោយពីបាត់មុខមួយរយៈធំពីសិល្បៈរួចមកថ្មីនេះតារាចម្រៀងសម្បល់ស្រអែមរូបនេះក៏បានត្រៀមចេញជាបទចម្រៀងថ្មីមួយដែលក្នុងពេលឆាប់នេះហើយក៏រំពឹងថាបទចម្រៀងថ្មីរបស់នាងនឹងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រចំពោះតារាវ័យរៀងច្រើនមួយរូបនេះឃើញថាមានផលិតកម្មបាទច្រៀងបាទដែលត្រូវការនាងតែសឹមថៃណាមិនខ្វល់ពីការស្វាស្វែងរកទ្រនំថ្មីនោះទេដោយមានការបង្ហាត់ថាសឹមថៃណាមិនចង់ធ្វើជាតារាចម្រៀងក្នុងផលិតកម្មទេនាងសុខចិត្តធ្វើជាតារាចម្រៀងឯករាជ្យហើយឆាប់ខាងមុខនេះនាងនឹងមានកម្រងចេញបទថ្មីបាទដែលជាស្នាដៃនិពន្ធរបស់កូនខ្មែរផងដែរបើគិតមកដល់ពេលនេះសឹមថៃណាមានវ័យច្រើនគួរសមហើយតែយ៉ាងណាគេមិនទាន់ឃើញនាងគិតគូររឿងរៀបការដោយមិត្តភក្តិដទៃនោះទេដែលខ្លះបានរៀបការនឹងមានកូនចៅអស់ទៅហើយបាទនេះគឺជាព័ត៌មានថ្មីមួយបាទដែលតារាចម្រៀងសឹមថៃណាដែលបានបាត់មុខពីសិល្បៈមួយរយៈពេលឥឡូវនេះបានត្រឡប់មកវិញជាមួយនឹងបទចម្រៀងថ្មីដែលជាការនិពន្ធក៏ដូចជាស្នាដៃរបស់កូនខ្មែរផងដែរបាទចឹងយើងរងចាំទាំងអស់គ្នាថាតើបាទសឹមថៃណាមានអ្វីប្លែកសម្រាប់ចែកជូនពុកម៉ែបងប្អូនហើយយើងនឹងធ្វើការអាប់ដេតបាទរឿងសឹមថៃណានេះជាបន្តទៀតប្រសិនបើមានអ្វីប្លែកអស់ស្ទះហើយថ្ងៃនេះតាយាយជាច្រើនបានមកទទួលវិញ្ញាវណ្ណបត្របញ្ចប់ការសិក្សាពីចុចបាទចឹងយើងចង់ដឹងថាតើបាទលោកយាយលោកតាជាច្រើនដែលបានបាទមកទទួលសញ្ញាបត្រនោះគឺសញ្ញាបត្រអ្វីលោក Scott Nielsen បាទជាស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា Cambodia Children's Fund ដែលត្រូវបានកសាងឡើងនៅក្នុងឆ្នាំ2004ក្នុងគោលបំណងកែប្រែអនាគតរបស់ជីវិតក្មេងៗនៅលើគំនរសំរាមស្ទឹងមានជ័យឲ្យមានឱកាសបានទទួលនឹងការអប់រំក៏ដូចជាក្មេងដទៃទៀតមិនត្រឹមតែក្មេងៗនោះទេលោកក៏បានជួយដល់លោកតាលោកយាយជាច្រើនរូបឲ្យមានការងារធ្វើនៅក្នុងអង្គការព្រមទាំងទទួលបានការសិក្សារហូតបានបញ្ចប់ថ្នាក់ទៀតផងយ៉ាងណាមិញកាលពីថ្ងៃទី17ខែមករាឆ្នាំ2019នេះក៏ឃើញមានបាទពិធីប្រគល់វិញ្ញាវណ្ណបត្របញ្ចប់ការសិក្សាដល់សិក្ខាកាមថ្នាក់បាទអក្ខរកម្មនិងកុំព្យូទ័ររបស់អង្គការមូលនិធិកុមារកម្ពុជាហៅកាត់ថា CCF ក្រោមព្រះអធិបតីភាពសម្ដេចរាជបុត្រីព្រះអនុជបាទនរោត្តមអរុណរស្មីឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជានិងសមាជិកាព្រឹទ្ធសភាក្រោមវត្តមានពុកម៉ែបងប្អូនជាពិសេសយាយតាបាទជាសិក្ខាកាមបានបញ្ចប់ការសិក្សាដែលបានបង្ហាញទឹកមុខយ៉ាងសប្បាយរីករាយនេះជាការបង្ហាញនៅគំរូដ៏ល្អដោយទោះបីជាវ័យចំណាស់ពិតមែនប៉ុន្តែនៅតែបន្តការសិក្សាបានយ៉ាងជោគជ័យបាទនេះគឺជារូបភាពលោកយាយលោកតាបាទដែលកំពុងតែបាទមកទទួលសញ្ញាបត្របញ្ចប់ការសិក្សាផ្នែកអក្ខរកម្មនិងកុំព្យូទ័របាទនៅអង្គការមួយរបស់បាទលោក Nielsen ពិតជាគួរឲ្យរំភើបនិងសប្បាយចិត្តជំនួសជីវិតបាទដ៏ខ្លីរបស់អ្នកទាំងអស់គ្នាដែលបានទទួលបាទសញ្ញាបត្រនៅវ័យបាទមិនក្រោមពី60ឆ្នាំនោះទេបាទពិតជារំភើបសប្បាយរីករាយបាទដូច្នេះក៏សូមបញ្ចប់ព័ត៌មានមួយនេះតែត្រឹមនេះហើយកុំភ្លេចជួយ like ជួយ share និង subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ
ជួបគ្នាជាមួយខ្ញុំបាទវីដេអូក្រោយៗបាទអរគុណសូមជម្រាបលា